គម្រោងផ្នែកជីក Funan លេជោចាប់ផ្ដើមជីកនៅពេលស្រកទឹកខាងមុខអាចចុងខែវិច្ឆិកាឬដើមខែធ្នូឆ្នាំ2025ខាងមុខនេះនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនឯកឧត្តមផលរដ្ឋបានបញ្ជាក់ថាគម្រោងផ្នែកជីក Funan លេជោមិនមានការប្រែប្រួលទេនិងកំពុងបើកដំណើរការតាមការវិភាគនៃការដំណាក់កាលនីមួយៗផ្នែកជីកនេះនឹងចាប់ផ្ដើមជីកនៅពេលទឹកស្រកខាងមុខអាចចុងខែវិច្ឆិកាឬដើមខែធ្នូឆ្នាំ2025ខាងមុខតាមរយៈបណ្ដាញសង្គមការងារផ្លូវការនាពេលព្រឹកថ្ងៃទី22ខែតុលាឯកឧត្តមផលរដ្ឋបានលើកឡើងថាបច្ចុប្បន្នគម្រោងផ្នែកជីក Funan លេជោស្ថិតក្នុងដំណាក់កាលវាវែងនិងដំណោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋគម្រោងដ៏ធំសម្បើមនិងមានអត្ថន័យជាប្រវត្តិសាស្ត្រនេះគឺជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ប្រកបដោយវិស័យយុទ្ធសាស្ត្រវែងឆ្ងាយរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាគម្រោងនេះបានបន្តយកចិត្តទុកដាក់និងអនុវត្តប្រកបដោយប្រសិទ្ធភាពនិងថាមពលរដ្ឋាភិបាលអាណត្តិទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយរបស់សម្ដេចថាបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដើម្បីបន្សល់ទុកជាប្រវត្តិសាស្ត្រសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយយូរអង្វែងបន្តទៀត